ខ្ញុំចំរាប់រយឈុតហើយនៅតែរកសាច់ដួងលក់បានចោះទម្រាំបងប្អូនចិញ្ចឹមមួយឈុតពីរឈុតបាទតើសម្រាប់តែហូបនឹងតើគ្រាន់ឬអត់បាទសួស្តីបងប្អូនបងគាត់ឆាតមកសួរថាមួយឈុតនឹងបានប្រមាណបាទបានសាច់ដួងប្រមាណគីឡូបាទសូមជម្រាបបងប្អូនក្នុងមួយឈុតហ្នឹងគឺមានមេបា6ទៅ7គូបាទចំពោះខ្ញុំដាក់10គូបាទឬក៏20គូហើយនឹងចំពោះខ្ញុំដែលខ្ញុំបង្កាត់ណាបងប្អូនបាទតែបងប្អូនសាកល្បងយកទៅសាកល្បងបងប្អូនអាចដាក់6ឬក៏7គូទៅបាទតែឈុតដែលខ្ញុំផ្ញើទៅហ្នឹងគឺអញ្ចឹងបាទហើយសួរថាមួយឈុតហ្នឹងទទួលសាច់ដួងបានប្រមាណគីឡូបាទចំពោះខ្ញុំដែលខ្ញុំបង្កាត់ហ្នឹងគឺខ្ញុំចំណាយពេលចាប់ពីថ្ងៃទី1ទៅដល់ថ្ងៃទី30ទៅ40ហ្នឹងគឺយើងបានសាច់ដួង1គីឡូឬក៏2គីឡូបាទវាអត់ទៀងទេបាទសម្រាប់បងប្អូនដែលយកទៅមួយឈុតពីរឈុតហ្នឹងមិនបាច់ខ្វល់រឿងទីផ្សារទេបាទគ្រាន់តែហូបហ្នឹងគឺមិនគ្រាន់ផងបាទយូរអាចបានហូបម្ដងបាទខ្ញុំចិញ្ចឹមរាប់រយឈុតទៅឲ្យរកតែដួងផ្គត់ផ្គង់ឲ្យបងប្អូនយើងមិនទាន់បានផងចោះតម្រាំបងប្អូនចិញ្ចឹមមួយឈុតពីរឈុតតាំងកាលបានហូបបាទហ្នឹងហើយអញ្ចឹងបងប្អូនចិញ្ចឹមមួយឈុតពីរឈុតមិនបាច់ខ្វល់រឿងទីផ្សារទេបងប្អូនបាទយើងសាកល្បងចិញ្ចឹមឲ្យមានបទពិសោធន៍សិនទៅបាទហើយបើសិនតែយើងមិនចង់ចំណាយលុយច្រើនទេយើងប្រើពេលវេលាបាទ3-4ខែយើងអាចបរិយាបាន10ឈុតទៅ20ឈុតដែរបាទសូមអរគុណបាទ